ចាសួស្តីជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបងប្អូនទាំងគ្នាមកមើលពីសកម្មភាពពេលបាយថ្ងៃត្រង់របស់ខ្ញុំចាសក្រោយពីដាំបាយដាំអីរួចយើងមកស្លស្លុកចឹងទៅឲ្យបងប្អូនមានឃើញអានៀបក្រែខ្ញុំដាក់អីមិញណាចាបងប្អូនឃើញប្រហែលថាដាក់អានៀបពុកអស់ហើយអត់ព្រមជួសជុលឡើងវិញជ្រុះជ្រែងជ្រុះអីខ្ចីម្ហូបខ្ចីអីចឹងទៅបងប្អូនអើយចាកន្លែងយើងសម្រាប់លាងចានលាងឆ្នាំងលាងបន្លែវាដែលល្អទេក្រែសម្រាប់តែងតែបាក់បែកអីចឹងហើយចាដូចជាយើងប្រើប្រាស់ចានក្នុងរាវចឹងចាប្រើប្រាស់ជារៀងរាល់ថ្ងៃប្រចាំរាល់ថ្ងៃតែងអីនឹងបែកនឹងបាក់ដាក់តង្កិចគ្នាអីចឹងទៅយើងជ្រុលដៃឬមិនជ្រុលដៃអីចឹងណាចាអញ្ចឹងវារៀងប្រេះស្រាំបាក់បែកបន្តិចបន្តួចអញ្ចឹងបងប្អូនអញ្ចឹងក៏អានៀបក្រែរបស់ខ្ញុំក៏យើងលាងបន្លែលាងចានរាល់ថ្ងៃអញ្ចឹងទៅវាមានតែងទាំងបាក់ឆ្លុះធ្លាយអីខ្លះបន្តិចបន្តួចបងប្អូនចាឲ្យថ្ងៃហ្នឹងវិញគឺខ្ញុំនៅតែផ្ទះ3នាក់ទេអ្នកម្ដាយក៏អត់នៅកូនពៅខ្ញុំក៏អត់នៅដែរចាទៅក្រៅ3នាក់នៅក្នុងផ្ទះ3នាក់ហើយស៊ូ2នាក់ហ្នឹងស៊ូដល់ថ្ងៃហ្នឹងចង់មកហូបអីមានត្រីហើយកូនខ្ញុំគាត់ថាម៉ែអំពងត្រីខ្ញុំថាអំពងត្រីហូបរាល់ថ្ងៃហើយអញ្ចឹងធ្វើអីវិញខ្ញុំក៏ឆ្លើយនឹងថាបើស្លមកសួរទឹកហូបគាត់ថាធ្វើអីក៏ធ្វើទៅវាហូបគាត់ហូបអីចឹងបងប្អូនចាហើយខ្ញុំក៏សម្រេចចិត្តថាត្រីហ្នឹងគឺខ្ញុំធ្វើឲ្យរួចរាល់ខ្ញុំហាន់ជាចំណិតមកគឺខ្ញុំយកមកធ្វើហាន់ធ្វើទុកធ្វើស្លមីសួរអញ្ចឹងណាចាឲ្យស្លមីសួររបស់ខ្ញុំគឺខ្ញុំស្លទឹកឲ្យបងប្អូនគឺខ្ញុំអត់បានដាក់មីសួរចូលក្នុងហ្នឹងទេខ្ញុំធ្វើដូចជាទឹកស៊ុបអ៊ីក្រៅអញ្ចឹងបងប្អូនដល់ពេលក្រោយវាចាក់ទឹកចាក់អ៊ីរួចងាស់ឲ្យវាពុះឆ្អិនមួយសពពីរសពអញ្ចឹងទៅហៅកូនមកតម្លាក់អស់ទុកកាប់ដាក់ចក្រានដាក់ស្នំទុកដុតអីមេចលើរឿងស្ទុំចង់កក់ខែកក់អីអញ្ចឹងណាហើយកូនមកតម្លាក់មកអីអញ្ចឹងទៅហើយសឡខ្ញុំក៏មើលកូនតម្លាក់អស់អីចឹងហើយសឡខ្ញុំក៏ឆ្អិនល្មមបងប្អូនក៏មកហូបអីចឹងទៅហើយខ្ញុំសុំអត់បាយបងប្អូនអើយគឺសុំដាក់មសួរអញ្ចឹងធ្វើដូចទឹកស៊ុបទឹកខ្ទាវយើងអញ្ចឹងទៅចាហើយការងារក្នុងផ្ទះមានតែប៉ុណ្្នឹងបងប្អូនខ្វល់ពីចក្រានជើងឆ្នាំងហូបជាប្រចាំរាល់ថ្ងៃអញ្ចឹងទៅចាហើយវីដេអូយើងហ្នឹងគឺបន្តិចបន្តួចបងប្អូនណាខ្លះចង់ធ្វើវីដេអូយើងថតឡាយនោះបន្តិចខ្លះនោះបន្តិចមកគឺមួយចំណុចចឹងមកយើងអាចបកាត់បន្តជាមួយគ្នាមកជាបានវាជាវីដេអូមួយចែកជូនបងប្អូនទស្សនាអីចឹងទៅព្រោះយើងកន្លែងណាចំណុចដែលស្អាតចំណុចដែលកម្លាំងជុំវិញផ្ទះយើងអីចឹងទៅយើងថតមកបងប្អូនតែពេលយើងយកមកកាត់បញ្ចូលគ្នាក៏បានវីដេអូចែកជូនបងប្អូនទស្សនាពេលបងប្អូនខ្លះគាត់អត់ដឹងថាពីក្នុងផ្ទះយើងថតមកក៏មានប្រយោជន៍បន្តិចបន្តួចដែរពីសកម្មភាពយើងប្រចាំថ្ងៃយើងធ្វើអីហូបអីក៏បានដែរបងប្អូនចាហើយយើងទៅផ្ទះយើងបងប្អូនយើងហូបអីយើងថតហ្នឹងទៅដើម្បីចែករំលែកឲ្យបងប្អូនក្រៅដែលគាត់អាចធ្វើវីដេអូថាក្នុងផ្ទះយើងប្រចាំថ្ងៃហូបអីធ្វើអីហូបប្រហុកទៅបងប្អូនចាបាច់ចាំទៅវែងឆ្ងាយអីច្រើនរកវីដេអូណាល្អឥតខ្ចោះទេគឺយើងមានអីយើងថតនឹងប្រចាំផ្ទះក្នុងគ្រួសារយើងតែប៉ុណ្ណាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងបងប្អូនអត់មានវីដេអូអីច្រើនចែកជូនបងប្អូនទស្សនាទេក៏ហូបបាយអីរួចមកថតស្រូវចាគឺស្បូរអាស្រូវកតុយវែងនឹងមែនតែនហើយក៏ថតឲ្យបងប្អូនមើលបន្តិចបន្តួចអីចឹងទៅហើយវីដេអូខ្ញុំក៏ជាដល់ទីបញ្ចប់ជម្រាបលាបងប្អូនអរគ្នាជួបគ្នា